ក្រសួងសង្គមគិច្ចនិងរដ្ឋបាលខេត្តកំពុងបន្តពង្រឹងគុណភាពសេវាថែទាំកុមារនៅតាមមណ្ឌលឲ្យកាន់តែប្រសើរឡើងកិច្ចប្រជុំត្រួតពិនិត្យនិងវិតម្លៃគុណភាពសេវាការអនុវត្តមុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋស្របតាមអនុក្រឹត្យលេខ34បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កានៅសាលាខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃប្រហ័សទី25ខែមិថុនាឆ្នាំ2026នេះកិច្ចប្រជុំនិងការចុះពិនិត្យស្ថានភាពជាក់ស្ដែងនេះធ្វើឡើងក្នុងគោលបំណងធានាឲ្យកុមារទទួលបានការគាំពារប្រកបដោយសុវត្ថិភាពនិងទទួលបានការអប់រំត្រឹមត្រូវស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអង្គប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរួមរវាងអាយដាមអ៊ុលរ៉ូរដ្ឋលេខាធិការក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងជាអនុប្រធានប្រចាំការក្រុមការងារកំណែតម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៃក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងលោកឈឹមវុធាអភិបាលរងខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោកឈៀងចន្ទធីប្រធានមន្ត្រីសង្គមគិច្ចខេត្តព្រមទាំងប្រតិភូអមដំណើរនិងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបយោងតាមរបាយការណ៍របស់លោកអភិបាលខេត្តបច្ចុប្បន្នខេត្តកំពង់ឆ្នាំងមានមណ្ឌលថែទាំកុមារសរុបចំនួន7មណ្ឌលនិងមានកុមារសរុប117នាក់ក្នុងនោះរួមមានមណ្ឌលកុមារកំព្រារបស់រដ្ឋចំនួន1ទីតាំងដែលមានកុមារ24នាក់និងមណ្ឌលរបស់អង្គការមិនមែនរដ្ឋាភិបាលចំនួន6ទីតាំងមានកុមារចំនួន93នាក់ក្រោយទទួលបានការផ្ទេរមុខងារពីរដ្ឋាភិបាលរដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងដោយបានផ្ដល់របបអាហារ3ពេលសម្លៀកបំពាក់ការថែទាំសុខភាពព្រមទាំងជួយគាំទ្រឲ្យកុមារបានចូលរៀនសូត្រទាំងថ្នាក់ចំណេះដឹងទូទៅថ្នាក់ជំនាញនិងបន្តទៅថ្នាក់មហាវិទ្យាល័យយ៉ាងល្អប្រសើរភ្លាមបន្ទាប់ពីកិច្ចប្រជុំអាយដាមរដ្ឋលេខាធិការនិងលោកអភិបាលរងខេត្តរួមជាមួយក្រុមការងារបានបន្តដំណើរចុះទៅពិនិត្យមើលមណ្ឌលកុមារកំព្រារបស់រដ្ឋផ្ទាល់ដើម្បីសួរសុខទុក្ខនិងវិតម្លៃស្ថានភាពរស់នៅជាក់ស្ដែងរបបអាហារសុខភាពអនាម័យនិងសុវត្ថិភាពរបស់កុមារដើម្បីបន្តគាំទ្រនិងធានាឲ្យស្របទៅតាមស្តង់ដារបច្ចេកទេសនិងបទដ្ឋានកតេយ្យ